ឈប់ពង្រីកបញ្ហាតែត្រូវរៀនដោះស្រាយបញ្ហាជាការពិតនៅពេលដែលយើងផ្ដោតលើបញ្ហាជ្រុលពេកបញ្ហានោះនឹងធ្វើឲ្យយើងកាន់តែស្មុគស្មាញឡើងកាលណាយើងកាន់តែសម្លឹងមើលវាកាន់តែផ្ដោតលើវានឹងកាន់តែរីកធំឡើងរហូតបិទផ្លូវរបស់យើងដើរលែងរួចជាការពិតនៅពេលដែលយើងជួបបញ្ហាភាគច្រើនយើងតែងតែផ្ដោតទៅលើបញ្ហានោះជាចម្បងរហូតសួរថាហេតុអ្វីបានជាវាកើតឡើងហើយនរណាគឺជាអ្នកខុសមែនទែនទៅការធ្វើបែបនេះមិនខុសពីការដែលយើងធ្លាក់នៅក្នុងភក់រួចអង្គុយខឹងភក់នោះទេការផ្ដោតលើបញ្ហាខ្លាំងពេកគឺនឹងធ្វើឲ្យខួរក្បាលរបស់យើងផលិតជាតិពុលនៃភាពភ័យខ្លាចដែលវានឹងបិទបាំងខួរក្បាលនៃភាពច្នៃប្រឌិតរបស់យើងហើយយើងក៏មិនអាចរកដំណោះស្រាយឃើញដែរប្រសិនបើយើងនៅតែសម្លឹងមើលទៅក្នុងរណ្ដៅនៃបញ្ហានោះបញ្ហាវាមិនមែនជាជញ្ជាំងដែលបិទផ្លូវយើងរហូតនោះទេប៉ុន្តែវាគឺជាសញ្ញាចរាចរណ៍មួយដែលប្រាប់ឲ្យយើងដូរទិសដៅឬក៏កែសម្រួលល្បឿនជីវិតមិនមែនគឺជាការរង់ចាំឲ្យព្យុះភ្លៀងរលត់ទៅវិញនោះទេប៉ុន្តែវាគឺជាការរៀនរស់រៀនទ្រាំក្រោមដំណក់ទឹកភ្លៀងបញ្ហានឹងនៅតែមានវត្តមានជានិច្ចដរាបណាយើងនៅតែមានដង្ហើមចេញចូលប៉ុន្តែទំហំនៃបញ្ហាគឺស្ថិតនៅលើការផ្ដោតរបស់យើងបើយើងផ្ដោតទៅលើវាខ្លាំងបញ្ហាវានឹងឃើញតែជាឧបសគ្គតែបើយើងផ្ដោតទៅលើដំណោះស្រាយយើងនឹងឃើញឱកាសឈប់ធ្វើជាអ្នកទោសនៃបញ្ហាហើយចាប់ផ្ដើមធ្វើជាអ្នកកសាងផ្លូវចេញចូលដកកែវពង្រីកចេញពីបញ្ហារួចយកមកឆ្លោះមើលសមត្ថភាពដែលអ្នកមានវិញ